รุงโกเพลิงได้ตัดเก่งกองเมาใครจะบอกนั่นมั้งไหนอ๋อบ่าปีไหนจุ่มไปยังไงปีจงไปยังหรอให้ซาตามากับbaบล้อba ba này đâyปีจังมั้งไหนอ๋อจังviệc cạch chân hay cạch chân là xa đấy baปีจังnước mà trắng mà chung với nhân mù ba cái thơ thế là anh sẽ ta chặt nó đi chơi cho cái vô mà bị chọc ba cái chơi thơ hiệp chăm đấy tới ba để vậy chân ba bằng bốn đi hà cả lại một cô lớn đài sạch kênh con đột smart smart cái đây này cái này nó ba một cây sầu bọt nắng bên tay ngày đi giờ khơi tha mình không do gì này mà ao ấy nè ở về xí khối này với chỗ chặt khối vậy trong khan mau thì bây giờ bay thế này bằng ngoài xa nhom tay cho tay càng một tờ lếแต่lấy máu ăn khơi chân khan bay ngay đó thà với chân ba đấy tay mà giờ muốn cho nám này muốn cho nám này muốn cho nám nữa chân mình gì vui chânแต่สัตว์นี่វាតាំងវាចូលនៅក្នុងរុនឈើហ្នឹងរុនបកគោភ្លើងហ្នឹងចូលរយៈពេល3ខែជាងហើយ3ខែជាងបាទណាមួយជាធម្មជាតិរបស់វាឆ្នាំទៅក៏អញ្ចឹងដែរអូឆ្នាំទៅមកដែរតែវាចូលគោភ្លើងមួយណាចូលបកគោភ្លើងទី2នេះបងហួសពីហ្នឹងទៅមួយវិញទី1ទី2បាទទី1ទី2ចឹងទី2ដែរទី2ដែរចឹងវាចូលគោភ្លើងដែរបាទភ្លើងដែរឆ្នាំទៅក៏គោភ្លើងហ្នឹងដែរអូវាឆ្នាំចឹងហ្នឹងបាទបងអាចរៀបរាប់បានតែថាវាអាហ្នឹងហេតុអីបានវាមកចូលគោភ្លើងចឹងបងអានេះវាច្បាប់ធម្មជាតិរបស់វាពេលដែលសត្វកេងកងមានប្រវត្តិរបស់វាបាទមិនថាសត្វកេងកងពេលដែលក្រាបពងគឺមញីហ្នឹងឲ្យឈ្មោលហ្នឹងដើររកន្លែងសមស្របដែលមញីស្រឡាញ់ឬក៏ពេញចិត្តពេលខាងញីអូខេទើបខាងញីគេឲ្យខាងឈ្មោលហ្នឹងទៅនៅកន្លែងនោះនៅកន្លែងហ្នឹងហើយគឺគាត់បិទរុនហ្នឹងអត់ឲ្យឈ្មោលហ្នឹងចេញទេគឺគាត់ឲ្យឈ្មោលនៅក្រាបពងដើម្បីថែរក្សាពងឬក៏កូនចំណែកខ្លួនជាញីជាស្រីហ្នឹងដើររកចំណីមកចិញ្ចឹមប្តីតែចិញ្ចឹមកូនព្រោះគាត់ខ្លាចប្តីហ្នឹងមានសត្វញីផ្សេងទៅទៀតបាទហ្នឹងច្បាប់របស់កេងកងអញ្ចឹងបាទហើយក្នុងចម្រៀងក៏មានដែរក្នុងចម្រៀងមានដែរបាទចម្រៀងរបស់អ្នកនាងអីគេខ្ញុំអត់ចាំដែរតែគេមានធ្វើជាចម្រៀងប៉ុន្តែចម្រៀង cover ឥឡូវហ្នឹងក៏មានបទប្រុសអីច្រៀងដែរពីនិពន្ធយកពីរឿងសត្វកេងកងយកមកនិយាយបាទអញ្ចឹងវាចម្លែកត្រង់ថាខាងញីទៅអ្នករកចំណីមកគុតគង់ខាងប្តីហើយនឹងខាងកូនវិញឲ្យបិទរុនឡើងចិត្តអត់ឲ្យចេញរួចទេតែអារុនដែលចិត្តហ្នឹងយើងថាវាប៉ុណ្ណាវាអាចសល់ប្រឡោះប៉ុណ្ណារុនហ្នឹងគឺសល់មកប្រឡោះមកប្រប៉ុនកក្បាលឲ្យគាត់ចេញមកចាក់ចំណីបានចេញចាក់ចំណីទេបាទពេលដែលសត្វញីបានចំណីគឺគាត់យកមកបញ្ចុកបញ្ចុកយកមកបញ្ចុកណែបាទចេញមករួចវានិយាយថាស្រឡាញ់គ្នាខ្លាំងជាងនេះដែរបាទស្មោះស្ម័គ្រល្អដែរដល់ចេញមកបញ្ចុកអញ្ចឹងទៅខាងនោះគេអើតក្បាលបាទអើតមកអញ្ចឹងទៅចេះថាខ្ញុំធ្លាប់ថតវីដេអូបានខ្លីៗទីងដែរបាទប៉ុន្តែគាត់ថាពេលដែលយើងមកថតគាត់អញ្ចឹងគឺគាត់ផ្អើគាត់ផ្អើចេញទៅតែអត់ទៅឆ្ងាយទុំតែក្បែរហ្នឹងផ្អើតែញីឯងណាគាត់ឈ្មោលនៅក្នុងហ្នឹងគឺសាំងហើយបាទសាំងហើយដល់ផ្អើញីទៅគេទៅបន្តិចទៅគេមើលនាយមើលអាយស្រួលមកវិញគេមកវិញមកបាទហើយក្នុងមួយថ្ងៃអីបងអាចចាំបានទេថាវាអាចមកបញ្ចុកចំណីឲ្យឈ្មោលហ្នឹងខ្ញុំអត់បាននៅថិតថេរគាត់ថាជាប្រចាំព្រលឹមឡើងខ្ទង់ប្រហែលជាម៉ោង7ជាងហ្នឹងគឺញីហ្នឹងគឺមកបញ្ចុកចំណីម្សា7ជាងមកពីព្រឹកចុកសាបាទពេលព្រឹកតែចំណីពេលថ្ងៃឬអីគឺខ្ញុំអត់បាននៅពេញលេងទេសួរពេលខ្ញុំមានការងារទៅសួរផ្សេងអញ្ចឹងបាទវីដេអូខ្លីបាទនេះគេមកបញ្ចុកនេះញីឲ្យខាងកៅខាងញីយកគេហៅប្រអើបាទនេះរុនបាទរុនគឺគាត់បិទមុខខ្លួនឯងនេះសត្វឈ្មោលនៅក្នុងនេះបាទនេះគឺពុះបាទគឺពុះសត្វឈ្មោលតើប៉ុណ្ណេះរុនហ្នឹងគេវាធ្វើពីអីគេបងដីហ៎វាពំដីមកបិទគាត់ទៅយកកាកសំណល់អីផ្សេងដីក្បែរខ្លួនគាត់យកមកចាក់ពីវាឲ្យចិត្តណាបាទ
កែធ្វើរហូតលឿននេះនេះញី បាទ យកគេហៅគេបើគេអញ្ចឹងតានេះស្មោះស្ម័គ្របងណា ស្មោះស្មាបងសត្វស្មោះស្មាយើថាប្រវត្តិសត្វនេះគឺមានពីបរមបុរាណមក បាទ ដែលយើងអត់ដែរដឹង បាទ ដល់ទើបតែយើងអ្នកខ្លះទើបតែដឹងទៅមកស្រាវជ្រាវទៅមិនថាអូពិតជា ពិតជាស្មោះស្ម័គ្រ ស្មោះស្ម័គ្រមែន ហើយដល់យើងឃើញ ហើយអញ្ចឹងបើយើងចាប់អារម្មណ៍ថាអូចម្រៀងគីនិពន្ធគឺចេញពីរឿងពិតរបស់សត្វកេងកងមែនអញ្ចឹងណាបាទ ហើយមួយទៀតយើងធ្លាប់តែឃើញថាឮគេនិយាយថាខាងញីហ្នឹងតសបុកហ្នឹងពេញចិត្តបានឲ្យព្រមឲ្យកាច់ បាទ ហើយទៅបានយើងឃើញឮគេថាបិទហ៊ុនបិទអីអញ្ចឹងណាតែឥឡូវយើងឃើញផ្ទាល់នឹងភ្នែកតែវាបិទហ៊ុនអត់ឲ្យខាងឈ្មោះចេញទេទុកឲ្យនៅក្រាបពង ហើយមួយរយៈមុនដែលមុនគឺខាងសង្កាត់បូកជាមួយខាងទីសញ្ញាការដែលគាត់ជាម្ចាស់សួនវិធានអង្គភាពគាត់បានចុះមកមើលដែរគាត់បំរុងនឹងយកចេញតែដោយសារច្បាប់ធម្មជាតិរបស់សត្វហ្នឹងអញ្ចឹងក៏គាត់ថែរក្សាទុកនៅនឹងដោយធម្មជាតិរបស់គាត់វិញទៅបាទការពីរយៈពេលក្នុងខែ3ខែ3មុនចូលឆ្នាំគាត់បំរុងយកចេញគឺវាយបកគោភ្លើងយកចេញប៉ុន្តែដោយសារដឹងពីច្បាប់ធម្មជាតិរបស់សត្វហ្នឹងទៅក៏គាត់ឲ្យទុកនៅខែសាតាមធម្មជាតិរបស់គេហើយយើងជួយការពារខ្លាចមាននរណាដែលគាត់អត់ដឹងអីគាត់មកយកមកធ្វើឲ្យខូចខាតសបុកឲ្យគាត់អញ្ចឹងទៅយើងជួយថែរក្សាអញ្ចឹងទៅទុកឲ្យវាតាមធម្មជាតិវាតដល់កូនចាស់ថ្ងៃចាស់ខែទៅបានឲ្យវាហើរចេញតាមធម្មជាតិវាអញ្ចឹងទៅបាទអញ្ចឹងទៅបាទប៉ុន្តែរយៈពេលមុនចូលឆ្នាំនៅប៉ុន្តែក្នុងរយៈពេល3ថ្ងៃចូលឆ្នាំនេះគឺខ្ញុំទៅធ្វើការនៅកន្លែងផ្សេងទៅប្រចាំការបោះសម្អាតនៅនាំកូនក្រុមទៅបោះសម្អាតនៅខាងមុខវាំងអញ្ចឹងក៏ខ្ញុំអត់សូវបានមើលតែទើបចម្លែកថ្ងៃនេះបាទហើយបាទហើយចាំបានន័យថាវាដល់ហើយព្រោះអីខ្ញុំមិនដឹងថាមនុស្សមកជួយឬក៏វាចេញដោយធម្មជាតិទេបាទប៉ុន្តែគាត់ថាមុនចូលឆ្នាំរយៈពេល3ថ្ងៃគឺខ្ញុំឃើញបាទអញ្ចឹងវាអាចនឹងដល់ធម្មជាតិវាត្រូវចេញហើយព្រោះអីវា3ខែជាងហើយបាទព្រោះអីបើខ្ញុំតាមខ្ញុំឮចាស់គាត់និយាយដែរគាត់ថាអាចខ្ទង់120ថ្ងៃអីកូនវាហ្នឹងរឹងដៃរឹងជើងដល់ស្លាប់អីអាចហើរចេញហើយអញ្ចឹងពេលហ្នឹងគេប្រមូលគ្នាដើរចេញហើយហើរចេញបាទហើយដល់បងអាហ្នឹងវាអមថាឥឡូវមានញីមួយស្លាប់អញ្ចឹងអាឈ្មោះវាយំសោកបោកខ្លួនបោកតទៅស្លាប់ដូចគ្នាបោកតស្លាប់ដូចគ្នាបងណាអូអញ្ចឹងវាស្មោះស្ម័គ្រណាបើអមថាបើឈ្មោលស្លាប់វិញញីហ្នឹងក៏យំសោកបោកខ្លួនដល់ស្លាប់ដែរអូក៏ទៅគេជាសត្វទេប៉ុន្តែមានបេះដូងស្មោះស្ម័គ្រថាការស្រឡាញ់គ្នានេះគឺអត់អាចធំធេងតែមនុស្សយើងក៏ធ្វើអត់ដូចគាត់ដែរធ្វើបានទេគាត់ទេបាទអញ្ចឹងអរគុណច្រើនដែលបានជួយរៀបរាប់អំពីទីតាំងដែលសត្វកេងកងមកកាច់សបុកហើយជួយរៀបរាប់ប្រវត្តិដែលយ៉ាងលម្អិតហើយពុកម៉ែបងប្អូនយើងបានដឹងបាទហើយបញ្ជាក់មកសួននេះក៏ហៅថាសួនមិត្តភាពនៅក្នុងសង្កាត់ក្នុងសង្កាត់មិត្តភាពដែរខណ្ឌ2មករាបាទគោភ្លើងដែលសត្វកេងកងមកកាច់សបុកហ្នឹងមើលណាបាទអូបាទពីនេះជុំវិញហ្នឹងពីជុំវិញហ្នឹងហ្មងហើយសតតែមកក្បាលមកបន្លងបាទអូបាទនេះដីអូពីអញ្ចឹងហ្មងណាអូអញ្ចឹងវាកាច់ចេញហើយកាច់ចេញឡើងស្អាតហើយបាទពីអញ្ចឹងមនុស្សមកចឹងមកជុំវិញនឹងបាទកែធ្វើទៀតអានេះសិតតែកាកសំឡងនេះគេអីគេយកមកបញ្ចុកទៅបាទគេចេះតែធ្វើរៀបចំទៅទៅបាត់ហើយយាយទៅបាត់អញ្ចឹងបាទបងប្អូននេះកន្លែងបកគោភ្លើងដែលសត្វកេងកងដ៏ស្មោះស្ម័គ្រតែក្តីនឹងគ្នាហ្នឹងបានមកកាច់សបុកហ្នឹងប៉ុន្តែថ្ងៃនេះយើងឃើញថាចេញបាត់ហើយវាចាញ់ហើយចឹងហើយវាចាញ់ខ្លួនវាអូដល់ចាញ់ទៅប្រទេសនេះអស់លីងតើរកែមកចេញមីខំយកចំណៃមកឲ្យហ្នឹងហើយខ្ញុំយកឲ្យស៊ីរាល់ថ្ងៃនេះក្រូចហ្នឹងអូវាស៊ីក្រូចដែរវាចូលចិត្តក្រូចហ្នឹងចូលចិត្តក្រូចទេអូចៃស៊ីតិចតិចក្រូចចូលចិត្តច្រើនហើយចូលឆ្នាំនៅកំតាពេលចូលឆ្នាំមករហូតដល់ឥឡូវខ្ញុំទៅមកថ្ងៃហ្នឹងទៅបានហើយចឹងអូនេះបាទនេះคลิปឈ្មោះអីคลิปថ្មីបាទគាត់បង្ហោះហ
គាត់ហោះឲ្យរូបខ្ញុំនេះ បាទនេះរូបបងបាទ មានរូបខ្ញុំនេះរូបសត្វទីកង បាទនេះខ្ញុំហើយខាងនេះគាត់ខាងអាបានៅខាងស្កាត់ បាទ ខាង7មករាហ្នឹង បាទ ហើយនេះគាត់ជាប្រធានការិយាល័យសួនច្បារក្រុងរបស់យើង បាទ គាត់នេះគាត់ដាក់ ហ្នឹងហើយបា ហើ ទ យនេះគាត់ចុះពីថ្ងៃទី12ខែ3 បាទថ្មីដែរ បាទ